ngàyនេះមកមើលផ្ទះជាកម្មមួយនៅខាងទឹកហូតខេត្តកំពង់ឆ្នាំងមកដល់ជួបមកបងប្អូននេះពោះមួយវាកំពុងរត់ចេញអញ្ចឹងពោះនេះជាកត្តាមួយដែលវាជាផលរំខានមួយដល់ផ្ទះជាកម្មយើងដែលយើងត្រូវប្រយ័ត្នយើងត្រូវការពារហើយតើវាចូលតាមណាបានគឺវាចូលតាមអាបំពង់បង្ហូរទឹកយើងហ្នឹងបងប្អូនផ្ទះជាកម្មដែលយើងសាងសង់ត្រូវតាមបច្ចេកទេសមានថាយើងមានប្រព័ន្ធការពារអស់ហើយប៉ុន្តែចន្លោះប្រហោងខ្លះក៏យើងត្រូវតែប្រយ័ត្នដែរដូចជាកន្លែងបង្ហូរទឹកហ្នឹងជាងគាត់ភ្លេចដាក់អំណាញ់ការពារចឹងហើយធ្វើឲ្យពោះមានឱកាសអាចចូលបានពោះនេះបើសិនជាវានៅក្នុងផ្ទះគឺវាស៊ីហើយវាមិនអត់ទេអាហ្នឹងគឺវាស៊ីហ្មងវាសងំស៊ីក្នុងផ្ទះហ្នឹងតែម្ដងអញ្ចឹងជាការប្រយ័ត្នគឺយើងត្រូវមើលអាកាឡុកលៀនហ្នឹងឲ្យអស់ដូចជាបំពង់ទយោទឹកដែលបង្ហូរទឹកចេញតាមចន្លោះទ្វារជាពិសេសចន្លោះដៃទ្វារដែលយើងធ្វើសម្រាប់លូកដៃចាក់សោហ្នឹងណាចឹងអាហ្នឹងក៏យើងត្រូវប្រយ័ត្នដែរហើយបើវាឡើងទៅលើវាឡើងអត់បានទេដោយសារតែផ្ទះយើងមានសភ្លើងឆក់ជុំវិញផ្ទះនឹងវាការពារបានហើយអញ្ចឹងយើងត្រូវមើលអាចចំណុចតូចដែលនៅខាងក្រោមហ្នឹងហើយចំពោះសត្វរំខាននេះមិនមែនតែពស់ទេបងប្អូនតាមពិតទៅពស់នេះវាស៊ីតិចជាងកដោទេបើសិនជាសត្វកដោចូលទៅវាស៊ីខ្លាំងជាងមែនតើហ្មងកដោវាចាប់សត្វហ្នឹងយកទៅស៊ីគោម្ដុំហ្មងនៅក្នុងផ្ទះណាអញ្ចឹងអាហ្នឹងក៏ជាចំណុចប្រុងប្រយ័ត្នដែរហើយការការពារដូចគ្នាផ្ទះរបស់យើងសាងសង់ត្រូវមានបច្ចេកទេសក្នុងការការពារបានត្រឹមត្រូវមានប្រព័ន្ធឆក់សម្រាប់ការពារព្រោះកដោវាឡើងជាងបានលឿនណាហើយមួយទៀតតុកកែពពួកសត្វតុកកែហ្នឹងក៏អត់បានដែរហ្នឹងវាចូលមកគឺវាសងំស៊ីក្នុងផ្ទះហ្មងហើយយើងពិបាករកវាតិចដោយសារតុកកែវាបកកែលាក់ខ្លួនបើចៃដន្យល្អវាចូលមកយើងចូលមកហើយយើងឃើញវានៅខាងក្រៅអាហ្នឹងយើងស្រួលទេណាប៉ុន្តែបើវាសងំលាក់ខ្លួនហើយយើងរៀងពិបាករកវាបន្តិចចឹងហើយក៏យើងត្រូវប្រយ័ត្នដែរចឹងមិនមែនមានន័យថាសត្រូវជាកម្មមានតែមៀមខ្លែងស្រាកទេបងប្អូនវាមានអាពពួកអស់ហ្នឹងដែរអញ្ចឹងអាពពួកអស់ហ្នឹងក៏វាខ្លាំងជាងអាមៀមខ្លែងស្រាកទៀតព្រោះពពួកអស់ហ្នឹងពេលវាចូលមកកាមេរ៉ាយើងមើលអត់ឃើញទេអញ្ចឹងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូនណាហើយផ្លេចនិយាយតិចផ្ទះនេះគឺផ្ទះខ្នាត8x16 2ជាន់នៅខាងទឹកហូតខេត្តកំពង់ឆ្នាំងយើងហ្នឹងហើយអាយុ11ខែបងប្អូនថ្ងៃនេះ Facebook បានជាងកន្លះគីឡូដែរអរគុណជំរាបលា